បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រៀបធៀបរវាង ChatGPT Free និង ChatGPT ដែលយើងប្រើអស់លុយតើ ChatGPT ពីរនេះវាខុសគ្នារបៀបណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់លម្អិតអំពីការប្រើប្រាស់ទេក៏ប៉ុន្តែខ្ញុំមកណែនាំខ្លះត្រួសអំពី ChatGPT អញ្ចឹងនេះគឺជាការ generate របស់ ChatGPT ផ្ទាល់តែម្ដងគឺគាត់ទាំងអត្ថបទទាំងរូបភាព design ដែលគាត់បានផ្ដល់មកឲ្យខ្ញុំកាលពីប្រហែលថ្ងៃមុនខ្ញុំបានផុសអញ្ចឹងការប្រៀបធៀប ChatGPT វាមាន free មាន plus ហើយនិង pro តើទាំង3នេះវាមានលក្ខណៈខុសគ្នាបែបណាអញ្ចឹង ChatGPT free យើងប្រើប្រាស់សម្រាប់ទូទៅមានន័យថាវាលក្ខណៈ basic នៅឡើយទេបងប្អូនអាចប្រើប្រាស់បានទូទៅការងារធម្មតាក៏ប៉ុន្តែបើសិនជាបងប្អូនត្រូវការប្រើវាច្រើនម៉ោងអាច generate រូបភាពបានបងប្អូនអាចប្រើប្រាស់ជាមួយនឹង ChatGPT Plus ឬក៏ ChatGPT Pro សម្រាប់អ្នកជំនាញឬក៏យើងយកវាមកប្រើប្រាស់សម្រាប់អាជីវកម្មអញ្ចឹងតម្លៃវាមានទៅតាមនឹងដែរអញ្ចឹងនេះគឺជារូបភាពដែល ChatGPT គាត់បានប្រៀបធៀបពីការប្រើប្រាស់ ChatGPT Free ChatGPT Plus ហើយនិង ChatGPT Pro អញ្ចឹងយើងអាចមើលបានទាំងរូបភាពទាំងអីនេះពេលខ្ញុំសូមទាញដាក់មកនេះអញ្ចឹងយើងអាចមើលបានអានេះគឺជាការ compare របស់ ChatGPT ផ្ទាល់តែម្ដងដែលគាត់ដាក់មកគឺនេះយើងអាចមើលបានវាមាន3គម្រោង ChatGPT Free គឺវាអាចប្រើប្រាស់ ChatGPT 4.0 បាន mini ប៉ុន្តែសម្រាប់ការ voice model គឺវាអត់ available ទេ not available image generator ឬក៏ customer support វាអត់ available ទេក៏ប៉ុន្តែសម្រាប់ ChatGPT Plus ដែលយើងបង់ឲ្យគាត់មួយខែ$20គឺយើងអាចប្រើប្រាស់បានជាមួយនឹង ChatGPT 4.0 available សម្រាប់ការ voice ហើយសម្រាប់ការ generate និងផ្សេងទៀតបងប្អូនអាចសាកមើលបានអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចូលទៅកាន់ ChatGPT ឥឡូវខ្ញុំសាកសួរគាត់មួយអូខេចាំបន្តិចតោះឧទាហរណ៍ថាខ្ញុំសួរគាត់មួយអឺ Do you know Facebook ខ្ញុំចង់បញ្យល់ជាករណីសិក្សាខ្លីមួយទេអូខេអញ្ចឹង ChatGPT ដែលយើងប្រើ free មានន័យថាពេលដែលយើងសួរគាត់ទៅគាត់ not respond មានន័យថាគាត់ឲ្យយើងបើក chat conversation ថ្មីអញ្ចឹងវារំខានវាប៉ះពាល់មែនទែនអញ្ចឹង ChatGPT free គុណវិបត្តិរបស់វាគឺអញ្ចឹងហើយអត់អាច voice សំឡេងបានអត់អាច generate រូបភាពបានទេពេលដែលយើងកំពុងឆាតមិនទាន់អស់សាច់ការផងស្រាប់តែវាបិទបាត់វាឲ្យយើងទិញ ChatGPT Pro ឬក៏ ChatGPT Plus អញ្ចឹងតាមបទពិសោធន៍ខ្ញុំកន្លងមកដែលខ្ញុំប្រើប្រាស់ជាមួយនឹង ChatGPT Plus ប្រហែលខែនេះឃើញថាវាមានភាពងាយស្រួលមែនទែនហើយក្នុងកំឡុងពេលដែលយើងឆាតក្នុងកំឡុងពេលដែលយើងសួរគាត់ហ្នឹងគឺយើងអាចបន្តនៅ conversation នឹងបានមានន័យថាឧទាហរណ៍ថាយើងឆាតជាមួយគាត់រឿងអីមួយចឹងទៅយើងបិទ browser នេះបាត់ស្អែកឡើងខានស្អែកឡើងឬក៏3-4ម៉ោងឡើងក្រោយយើងអាចបើកឆាតហ្នឹងយើងនៅតែបន្តជាមួយគាត់បានធម្មតាអញ្ចឹងលក្ខណៈខុសគ្នារវាង ChatGPT Free ChatGPT Plus និង ChatGPT Pro បងប្អូនអាចគិតមើលបានអាចសាកមើលបានអញ្ចឹងសម្រាប់ខ្ញុំបានសាកឲ្យទាំងប្រភេទ Free ទាំងប្រភេទ Plus ទាំងប្រភេទ Pro អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងដែរអត់បានលម្អិតជូនបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ទេគ្រាន់តែមកណែនាំត្រួសអំពី ChatGPT ទាំង3ហ្នឹងចឹងបងប្អូនយល់យ៉ាងណាដែរចំពោះការប្រើប្រាស់ ChatGPT អាច comment នៅខាងក្រោមបើសិនជាមានចម្ងល់សំណួរផ្សេងក៏អាចសួរខ្ញុំបានដែរខ្ញុំនឹងព្យាយាមធ្វើវីដេអូតាមដែលខ្ញុំអាចធ្វើទៅបានអញ្ចឹងវីដេអូទាំងអស់ខ្ញុំអត់កាត់តទេខ្ញុំថតហើយខ្ញុំនឹង upload ចូលទៅកាន់ Facebook YouTube តែម្ដងអញ្ចឹងជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយៗទៀតបាយបាយ